Ok ហ្នឹងហើយសួស្តីទាំងអស់គ្នាបាទចឹងថ្ងៃនេះមានវីដេអូល្អមួយចែកម្លែកទៅកាន់គ្នាយើងហើយtarget audience សម្រាប់ clip មួយហ្នឹងជាពិសេសគឺជា adult ចន្លោះពី18 up 18ឡើងទៅគឺខ្ញុំគិតថាស្ដាប់វីដេអូនេះគឺល្អនេះគ្រាន់តែជាការបង្ហាញនៅគោលគំនិតរបស់content creator ឬក៏យើងហៅគាត់ថា influencer បាទទាំងអស់គ្នាប្រហែលជាស្គាល់គាត់ហើយគឺបង Mega Mind បាទអញ្ចឹងគាត់ពីខ្ញុំស្ដាប់ clip គាត់ហើយខ្ញុំមានអារម្មណ៍ថាវាល្អអញ្ចឹងខ្ញុំចង់ reaction ទៅលើ clip មួយហ្នឹងហើយនឹងadd នៅគំនិតបន្ថែមទីទួចបាទទៅមើល clip ទាំងអស់គ្នាខ្ញុំអត់សូវខ្វាយខ្វល់ជាមួយនឹងបញ្ហាជាមួយឧបសគ្គនៅក្នុងជីវិតរបស់ខ្ញុំហ្មងតាំងពីការងារតាំងពីជីវិតមែនតើក៏ដោយមូលហេតុគឺដោយសារខ្ញុំចាត់ទុកបញ្ហាជាមួយនឹងឧបសគ្គទាំងអស់ហ្នឹងគឺជាមេរៀនសម្រាប់ខ្ញុំបើសិនខ្ញុំជួបបញ្ហាហ្នឹងថាអូថ្ងៃហ្នឹងខ្ញុំជួបបទពិសោធន៍ថ្មីមួយទៀតហើយបទពិសោធន៍ហ្នឹងគឺនឹងធ្វើឲ្យខ្ញុំកាន់តែប៉ាកែជាងមុនកាន់តែរឹងមាំជាងមុនកាន់តែខ្លាំងជាងមុនខ្ញុំអត់អាចគិតថាវាជារបស់មួយដែលអាក្រក់សម្រាប់ខ្ញុំទុកក្នុងចិត្តហ្មងអូខេបាទអញ្ចឹងសម្រាប់ទាំងអស់គ្នាយល់ឃើញមិនដែរក្រោយពីការលើកឡើងរបស់បងមេកំម៉ាយបាទសម្រាប់ខ្ញុំគឺmindset មួយហ្នឹងផ្នត់គំនិតមួយហ្នឹងគឺល្អមែនតើបាទល្អមែនតើសម្រាប់យើងយកមកអនុវត្តនៅក្នុងជីវិតបាទគឺមើលឃើញបញ្ហាមើលឃើញឧបសគ្គទៅជារឿងដែលល្អវិញបាទអញ្ចឹងទៅវាធ្វើឲ្យយើងនេះមានអារម្មណ៍ថាមិនសូវ stress មិនសូវតប់ប្រមល់ប្រហែលនេះបាទថាយើងគិតបែបងាយងាយធូរបាទមកជួបបញ្ហាទៅហើយក៏ជួបវាចាស់បាទដោះស្រាយវាទៅដោះបានក៏ដោះមិនបានក៏សម្រាកសិនទៅបាទគីឡូស្អែកទៅយើងរកដំណោះស្រាយឃើញអញ្ចឹងណាបាទអញ្ចឹងកុំពិបាកចិត្តពេកបាទហើយរាល់បញ្ហារាល់ឧបសគ្គដែលចូលមកក្នុងជីវិតរបស់យើងទាំងអស់គឺសុទ្ធសឹងតែជាមេរៀនដែលមកបង្រៀនយើងបាទឲ្យយើងយល់ដឹងជាងមុនឲ្យយើងចេះដឹងជាងមុនឲ្យយើងរឹងមាំជាងមុនឲ្យយើងធន់ជាងមុនខ្លាំងជាងមុនដើម្បីទៅជួបនៅបញ្ហាខាងមុខទៅទៀតបាទមិនមែនដើម្បីរួចខ្លួនទេគឺដើម្បីជួបនៅបញ្ហាខាងមុខទៀតបាទនិយាយឲ្យស្រួលយល់ទៅជីវិតយើងក៏មិនខុសពីការលេងហ្គេមប្រហែលដែរជាពិសេសហ្គេមពួក PC game ធំបាទយើងលេងពី level 1ឡើងមិនថាពីឲ្យស្រួលឡើងរហូតដល់ពិបាកអញ្ចឹងទៅគាត់ថាជីវិតយើងមិនដឹងថាចប់នៅ level ណាទេអញ្ចឹងណាប៉ុន្តែវាដូចទាំងការលេងអញ្ចឹងពីដំបូងវាស្រួលក្រោយមកវាឡើងបាក់ដល់ទីបញ្ហាជួបរហូតជួបវាលៀនរហូតជួប enemy រហូតបាទអញ្ចឹងណាយើងត្រូវតែ fight បាទត្រូវតែ break through ដើម្បីទៅចំណុចបន្តទៀតបាទអញ្ចឹងមានប៉ុណ្្នឹងឯងបាទវីដេអូហ្នឹងក៏ចង់ប្រាប់គ្នាថាកុំបាក់ចិត្តពេកបាទទាំងខ្លួនឯងប្រាប់ខ្លួនឯងដែរកុំបាក់ចិត្តពេកបាទដោះស្រាយមួយដោះស្រាយបានសម្រាប់សិន That's it. Thank you guys for watching. Bye bye.